ចំនួន400នាក់មកពីមជ្ឈមណ្ឌលសិល្បៈ Global Art Cambodia រួមនឹងសាលារដ្ឋនិងសាលាឯកជនដទៃទៀតបានចូលរួមប្រកួតគូគំនូរក្រោមប្រធានបទសេចក្តីស្រឡាញ់កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកគំនូររបស់កុមារខាងលើនេះបានរៀបចំឡើងដើម្បីបង្ហាញពីទេពកោសល្យរបស់កុមារនិងដើម្បីឲ្យពួកគេត្រៀមខ្លួនព្រមទាំងមានបទពិសោធន៍ប្រឈមមុខជាមួយនឹងមជ្ឈដ្ឋានដទៃទៀតដែលមិនធ្លាប់ជួបពីមុនមកហើយក្លាយជាផ្នែកមួយនៃសេចក្តីស្រឡាញ់របស់ពួកគេមួយវិញទៀតកម្មវិធីប្រឡងនេះរៀបចំឡើងដើម្បីឲ្យសិស្សានុសិស្សតូចៗមានការរីកចម្រើនផ្នែកចំណេះដឹងមានគំនិតច្នៃប្រឌិតខ្ពស់ដែលជាគ្រឹះមូលដ្ឋានមួយដ៏សំខាន់កុមារីដែលជាប់ចំណាត់ថ្នាក់លេខ1ផ្នែកគំនូរនេះនឹងទទួលបានអាហារូបករណ៍ពេញពីមជ្ឈមណ្ឌល Global Art Cambodia អ្វីដែលពិសេសនោះគឺកុមារីទាំងនោះនឹងមានសិទ្ធិចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិជាមួយនឹងកុមារមកពី15ប្រទេសផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះអ្នកស្រីយឹមរ៉ាដែតនាយិកាមជ្ឈមណ្ឌល Global Art Cambodia បានលើកឡើងថាហេតុដែលនាំឲ្យមជ្ឈមណ្ឌលរៀបចំការប្រកួតប្រជែងថ្នាក់ជាតិនេះឡើងគឺដើម្បីធ្វើយ៉ាងណាជួយជំរុញឲ្យកុមារមានភាពក្លាហានមានគំនិតបង្កើតថ្មីកម្មវិធីនេះក៏មានការចូលរួមលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយរបស់កុមារីដែលញ៉ាំងឲ្យកម្មវិធីប្រកួតទាំងមូលមានភាពសប្បាយរីករាយជារៀងរាល់ឆ្នាំ Global Art Cambodia តែងតែរៀបចំនូវកម្មវិធីប្រកួតប្រជែងផ្នែកគំនូរនេះឡើងដោយបើកឲ្យកុមារមកពីគ្រប់មជ្ឈដ្ឋានចូលរួមប្រកួតប្រជែងដើម្បីបញ្ចេញនូវសមត្ថភាពនិងទេពកោសល្យរបស់ពួកគេក្នុងន័យឲ្យកុមារមានភាពក្លាហាននិងមានគំនិតច្នៃប្រឌិតថ្មីៗ